សង្គ្រាមទន្លេសឿងវគ្គដំបូងក្នុងអំឡុងខែវិច្ឆិកាឆ្នាំ1934បន្ទាប់ពីឆ្លងផុតប្លុកទី3របស់កុនមីនតាំងទ័ពរំដោះបានបន្តដំណើរពីខេត្តហ៊ូណានទៅខេត្តខ្វាងស៊ីដើម្បីកំទេចទ័ពរំដោះនៅខាងកើតទន្លេសៀងចាំងកាយជាបានខែនទ័ពគូមីនតាំងទាំងអស់ក៏ដូចជាទ័ពពីខេត្តហ៊ូណានខ្វាងតុងខ្វាងស៊ីនិងទ័ពមេកន្ទ្រីញ៉ៃទៀតសរុបប្រមាណ300,000នាក់ដើម្បីបង្កើតជាប្លុកទី4សម្ដប់តាមដងទន្លេសៀងនិងតាមខេត្តឈៀនជើស៊ីនអានគន់ឆាងជាដើមដើម្បីឡោមព័ទ្ធខ្ទមទ័ពរំដោះពីថ្ងៃទី27ខែវិច្ឆិកាដល់ថ្ងៃទី1ធ្នូឆ្នាំ1934ដើម្បីឲ្យកងព្យុះយាត្រាទាំងពីរឆ្លងផុតទន្លេសៀងកងពលទី1ទី3ទី5ទី8និងទី9របស់កងទ័ពរំដោះបានជិះត្រង់សេដែលតបជាប់ពីស្រុកចៅសានគន់ហួរនិងស៊ីនស៊ូនិងបានតតាំងជាមួយនឹងទ័ពគូមីនតាំងអស់រយៈពេល7ថ្ងៃហើយនឹងសម្បត្តិបានពិស្វាបទសាស្ត្រជាឆ្លងទន្លេសៀងមើលទៅគេចង់សម្រាប់យើងមកទៅណាសេនាធិការបញ្ជាកងទ័ពយើងកុំឲ្យដកថយមួយជំហានដល់សោះបាទសម្រាប់ការថ្នាក់លើបានបញ្ជាឲ្យដំស្នេហ៍ត្រឡប់ទៅទីបញ្ជាការដ្ឋានវិញព្រោះមានភារកិច្ចថ្មីបានការពារទីនេះរហូតដល់ពេលយើងមកវិញបាទទៀតសូមគោរពលោកនាយរំស្នេហ៍ចិនសមត្ថភូមិចំណៃថៃតឹងតែងតែពួកយើងអាចទទួលបានលើកនេះបញ្ជាកងទ័ពធំលេខ34ការឧបករណ៍វិទ្យុដើម្បីជាការការពារពីការវិឈ្មោះពីសត្រូវនិងទ័ពជើងឆ្លងទន្លេនេះគឺជាភារកិច្ចលំបាកតែធ្វើបានទេសូមទុកចិត្តចុះកងពលលេខ34នឹងសម្រេចឲ្យបានមកចាំខ្ញុំជួយដំណើរលោកនាយហើយអ្វីបានជាមើលម៉ាត់ខ្លាំងម្លេះថ្ងៃនេះគឺបែបនេះទេសមាជិកការបានចេញបញ្ជាបើលោកត្រូវបានកាត់ផ្ដាច់ដោយសត្រូវលោកត្រូវត្រឡប់ទៅភូមិខាងត្បូងខេត្តហ៊ូណាបាទខ្ញុំយល់ហើយទៅថៃខ្លួនណាបាទលោកនាយខ្ញុំទៅសិនហើយនេះគឺជាកាតព្វកិច្ចធំណាស់ទ័ពស្រួយរបស់ទ័ពរំដោះបានទៅដល់គ្រប់គ្រងទន្លេសៀងមុននឹងបានសង់ស្ពានហើយក៏ដោយដោយសារតែការដឹកសម្ភារៈច្រើននិងការប៉ាន់ស្មានពីទីតាំងរបស់សត្រូវខុសទ័ពរំដោះបានធ្វើដំណើរយឺតនិងបាត់បង់ឱកាសក្នុងការឆ្លងទន្លេធ្វើឲ្យកងទ័ពជាច្រើនបាត់បង់ជីវិតក្នុងពេលទន្លេការឡោមព័ទ្ធរបស់សត្រូវមេកងតាំងពីណាទៅទ័ពយើងឆ្លងទន្លេបន្តិចទៀតពួកយើងទ្រាំសឹងទៅមេកងបងប្អូនកងទ័ពក្រុមបាយជួបហើយសម្រាប់ចូលស្មារតីពួកយើងខំប្រឹងឡើងសម្រាប់ចូលរីកាសត្រូវកំពុងតែឡើងប៉ាត់ជើងពីក្រោយបញ្ជាកងពលធំលេខ2ទៅស្ទះសត្រូវយើងមិនត្រូវឲ្យគេឡើងប៉ាត់ទេបាទពេលណាទើបឆ្លងទន្លេផុតទៅបើនៅតែបន្តយ៉ាងនេះទៀតយើងនឹងត្រូវចាញ់គេហើយចាប់ឡើងរីកាឲ្យទីបញ្ជាការទៅបាទស្មារតីយើងខំប្រឹងឡើងយើងត្រូវតែបញ្ជាពេលឲ្យតបរំដោះឆ្លងទន្លេបងប្អូនខំប្រឹងឡើងកុំឲ្យតបក្រហមឆ្លងរួចអីសោះពីកងបានចាប់ឡើងចាប់បាយបោកទៅស្មារតីខំប្រឹងឡើងកុំឲ្យកងទ័ពគូមីងតាំងទៅដល់សាឡាងអីសូរិកាទ័ពសត្រូវកំពុងតែតាមពាត់សាឡាងជិះសូមើលទៅគេវាប្រហារទ័ពធំហើយទេយើងត្រូវការពីស្ពីនជិះសូមិនចឹងទេទ័ពក្រោយមិនអាចឆ្លងបានទេមិនជាការសូមទុកឱកាសនេះឲ្យដៃនៃកំណត់ថ្មីវិញឯងត្រូវតែសម្រេចភារកិច្ចនេះឲ្យបានវិញ្ញាណការពីស្ពីនជិះសូនេះឲ្យបានយល់ទេបានទៀតដៃនៃកំណត់ថ្មីមកតាមខ្ញុំសមាមិត្តយើងត្រូវទៅដល់សាឡាងមុនសត្រូវមេកងសត្រូវនៅ5គីឡូពីពួកយើងសាឡាងនៅពីក្រោយយើងធ្វើយ៉ាងណាកុំឲ្យសត្រូវឆ្លងផុតឲ្យសោះពេលនេះទៅរកកន្លែងល្អហើយបាញ់ឆ្មក់គេទៅបាទជិនសងនំកម្លាំងទៅខាងលិចពេលយើងចាប់ផ្ដើមបាញ់គ្នាពលគេពីជំហៀងទៅបាទកំភ្លឺជន់ចាំមកអ្នកផ្សេងនៅកន្លែងពួនរៀបចំប្រយុទ្ធបាទបងប្អូនចាប់ឡើងកុំតិចស្ពានជាស៊ូហើយតបក្រហមមិនចាញ់លេខ1ទៀតហើយវិញវ៉ៃគេវាយឆ្មក់បាញ់ទៅមេកងជិនតាពួកយើងធ្វើយ៉ាងម៉េចទៅកុំតក់សត់បាញ់ទៅមេកងជិនពួកយើងត្រូវគេទាត់ចិត្តហើយពួកយើងអត់ថយតាមដែរទេកុំតាមអធិភាពយើងគឺការពីស្ពានពីបងហើយយន្តហោះសត្រូវចាប់ឡើងទៅសាឡាងចាប់ឡើងពួកអាគូមីងតាំង
ពួកគេកំពុងមានព្រៀបលើយើងហើយ អាចជន់ហោះមកគួរឲ្យសក់ណាស់លបងមិនឆ្នះគេទេខាតែគ្រាប់ទេ បើយើងមានកំភ្លើងធំយើងអាចបាញ់គេធ្លាក់ពេលគេហោះទាបជាងនេះតែយើងគ្មានកំភ្លើងធំទេ មេកងបើមានកំភ្លើងយន្តធន់ធ្ងន់យកខ្ញុំមកខ្ញុំប្រហែលជាអាចកាយបាន មើលណាជាសុំតែគេកំភ្លើងយន្តពីកងពលក្បែរនេះមកយកអាធ្ងន់ ឡោះយើងខ្ចីបានតែប៉ុណ្្នឹងទេគ្រប់គ្រាន់តែទេ ទីបាទយើងមិនដែរ ចាំខ្ញុំគិតមើលសិនយើងនឹងធ្វើឲ្យពួកគេភ្ញាក់ផ្អើលម្ដងរួចហើយប៉ុណ្ណេះយើងអាចបានយន្តហោះគេធ្លាក់បានហើយ មេកងទុកឲ្យខ្ញុំ ល្អ ពួកគេចង់ប្រើកំភ្លើងអត់បានបាញ់ធ្លាក់ផងឲ្យសម័យពេកហើយ ធីវ៉ាយើងមិនជួយមិនត្រូវទេ តាមទ្រឹស្ដីវាគួរតែបាញ់បាន តែយើងនៅដេកទាបពេកហើយឆាប់ឡើងទៅលើភ្នំទៅ ហ៊ានឡើងភ្នំផងពួកគេចង់ឲ្យយើងបាញ់ហើយសាហាត់បាញ់មួយសឹកមើល ទៅរូបទៅ គេបាញ់ទៅ ចុះចាយល់ចុះហើយ គង់ចិត្តតែហ៊ានប៉ុន្តែសត្រូវយើងលែងក្អេងក្អាងទៀតហើយ ដោយសារតែតបរំដោះដឹកជញ្ជូនសម្ភារៈច្រើនពេកពួកគេឆ្លងទន្លេយឺតណាស់ធ្វើឲ្យតបដែលការពារពួកគេបាត់បង់យ៉ាងច្រើនអណ្ដែតក្នុងសមរភូមិស្របពេលនោះតបគុនមីតាំងនៅតែបន្តខិតជិតមកក្បែរតបរំដោះបន្ទាប់ពីការជជែកយ៉ាងយូរមកទីបំផុតគណៈកម្មាធិការរណសេរីបដិវត្តក៏បានយល់ព្រមតាមម៉ៅស៊ីងតុងហើយបោះបង់ឧបករណ៍ដែលមិនត្រូវការដើម្បីពន្លឿនបេសកកម្មរបស់កងទ័ព ពួកយើងប្រឹងប្រែងកុំរីថយថយស៊ូឡើង ដើម្បីឆ្លងទន្លេសៀមឲ្យបានលឿននិងជៀសវាងការខាតបង់ថែមទៀតទ័ពរំដោះបានបោះបង់ឧបករណ៍ដែលធ្ងន់ធ្ងរនិងមិនចាំបាច់កងព្យុះហត្ថយាត្រាទីបំផុតក៏ឆ្លងទន្លេសៀមបានសម្រេចតែសមរភូមិទន្លេសៀមទើបតែចាប់ផ្ដើមនោះទេ